តាអ្នកធ្លាប់មានមិត្តដែលការនិយាយនិងទង្វើរបស់គេមិនស៊ីគ្នាមួយបែបទេគឺពេលខ្លះគេធ្វើដូចជាស្រឡាញ់យើងណាស់តែដល់ពេលខ្លះទៀតគេបែរជាធ្វើឲ្យយើងឈឺចាប់ទៅវិញមានឆ្កែមួយក្បាលវាមានទម្លាប់រត់ដេញចាប់សត្វទន្សាយមួយក្បាលដែលរស់នៅក្បែរផ្ទះរបស់វាជាឆ្កែដែលមានកម្លាំងខ្លាំងនិងលឿនណាស់ចំណែកទន្សាយវិញវាតែងតែរស់នៅក្នុងភាពភ័យខ្លាចព្រោះមិនដឹងថាពេលណាឆ្កែនឹងចាប់វាបាននោះទេពេលខ្លះឆ្កែបានប្រើចង្កូមរបស់វាខំទន្សាយយ៉ាងខ្លាំងហាក់ដូចជាចង់ឆក់យកជីវិតរបស់វាពិតមែនទង្វើនេះធ្វើឲ្យទន្សាយឈឺចាប់ខ្លាំងណាស់ប៉ុន្តែពេលខ្លះទៀតឆ្កែគ្រាន់តែត្រដុសចង្កូមរបស់វាលេងសើចជាមួយនឹងទន្សាយប៉ុណ្ណោះធ្វើដូចជាចង់បបួលលេងតើនេះជាសញ្ញានៃមិត្តភាពដែរឬទន្សាយពិតជាក្តៅក្រហាយនឹងទង្វើរបស់ឆ្កែយ៉ាងខ្លាំងវាមិនអាចយល់បានថាតើឆ្កែពិតជាចង់ធ្វើអ្វីឲ្យប្រាកដទីបំផុតទន្សាយក៏និយាយឡើងថាខ្ញុំពិតជាចង់ឲ្យបងឯងបង្ហាញមុខមាត់ពិតរបស់បងឯងឲ្យខ្ញុំឃើញណាស់ប្រសិនបើបងឯងមានបំណងចង់ធ្វើជាមិត្តជាមួយខ្ញុំហេតុអីបានជាពងខំខ្ញុំខ្លាំងយ៉ាងនេះធ្វើឲ្យខ្ញុំឈឺចាប់វាជាសំណួរដ៏មានន័យមួយតើមិត្តភាពពិតប្រាកដដែលមិនចង់ធ្វើបាបយើងគួរមានរូបរាងបែបណាឆ្កែឮទន្សាយនិយាយដូចនេះក៏មានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងចំពោះទង្វើលេងសើចតែគ្មានដែនកំណត់របស់ខ្លួនវាបានសុំទោសទន្សាយដោយស្មោះត្រង់ហើយពួកវាទាំងពីរក៏បានធ្វើជាមិត្តភក្តិនឹងគ្នាតាំងពីពេលនោះរហូតមករឿងនេះបង្រៀនយើងថាមិត្តភាពពិតមិនមែនជាការលេងសើចដែលនាំឲ្យអ្នកដទៃឈឺចាប់នោះទេត្រូវតែមានភាពស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមកបើទោះជាបំណងល្អក៏ដោយក៏ទង្វើដែលធ្វើឲ្យមិត្តភក្តិរបស់យើងឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តមិនអាចចាត់ទុកថាជាការរាប់អានបានឡើយតើអ្នកធ្លាប់ជួបមិត្តបែបនេះទេមិត្តដែលចូលចិត្តនិយាយលេងសើចជ្រុលហួសហេតុរហូតដល់អ្នកត្រូវលាក់បាំងនៅការឈឺចាប់របស់ខ្លួនមិត្តពិតប្រាកដគឺគេហ៊ានបង្ហាញនៅបំណងពិតរបស់គេចំពោះយើងបើចង់ធ្វើជាមិត្តគេនឹងផ្ដល់ក្តីស្រឡាញ់និងការការពារដល់យើងការរាប់អានដែលមិនច្បាស់លាស់អាចធ្វើឲ្យយើងបាត់បង់នៅទំនុកចិត្តនិងអារម្មណ៍ស្ងប់ក្នុងចិត្តរបស់យើងយ៉ាងងាយចំណុចសំខាន់គឺដូចដែលទន្សាយបានធ្វើដែរយើងត្រូវហ៊ានសួររកភាពច្បាស់លាស់ត្រូវបង្ហាញថាទង្វើរបស់គេបានប៉ះពាល់ដល់យើងមិត្តភាពដែលគួរឲ្យតម្លៃគឺត្រូវតែផ្អែកលើភាពស្មោះត្រង់ការគោរពគ្នានិងការយោគយល់អធ្យាស្រ័យគ្នាជានិច្ចទើបមានភាពរឹងមាំយូរអង្វែងតើការឈឺចាប់ដែលយើងបានជួបប្រទះពីទង្វើរបស់មិត្តគ្រាន់តែជាការលេងសើចដែលគ្មានចេតនាអាក្រក់ឬក៏ជាការបង្ហាញភាពមិនច្បាស់លាស់ក្នុងចិត្តរបស់គេរឿងរ៉ាវរបស់ឆ្កែនិងទន្សាយបង្រៀនយើងពីមេរៀនដ៏មានតម្លៃមួយអំពីតួនាទីនៃការប្រាស្រ័យទាក់ទងដោយស្មោះត្រង់នៅពេលមាននរណាម្នាក់ធ្វើឲ្យអ្នកឈឺចាប់ទោះជាគេនិយាយថាលេងសើចក៏ដោយក៏អ្នកត្រូវហ៊ាននិយាយការពិតដែរអ្នកមានសិទ្ធិកំណត់ព្រំដែននៃទំនាក់ទំនងរបស់អ្នកមិត្តភាពពិតនឹងយល់និងគោរពព្រំដែននោះជានិច្ចដូចជាឆ្កែបានផ្លាស់ប្ដូរទម្លាប់របស់ខ្លួនបន្ទាប់ពីបានឮការត្អូញត្អែររបស់ទន្សាយដែរទំនាក់ទំនងរបស់អ្នកនឹងអាចផ្លាស់ប្ដូរបានដែរការយល់ចិត្តគ្នានិងភាពស្មោះត្រង់គឺជាគ្រឹះនៃមិត្តភាពដែលនឹងនាំមកនូវក្តីសុខនិងរីករាយនៅក្នុងជីវិតរបស់អ្នកសូមមេត្តាចុច like វីដេអូនេះនិង comment ប្រាប់យើងផងថាតើអ្នកគិតយ៉ាងណាចំពោះរឿងនេះហើយកុំភ្លេច subscribe ដើម្បីទទួលបានរឿងរ៉ាវល្អៗជាច្រើនទៀតសូមអរគុណ